ប៉ូលីសបញ្ជាក់ថាភាគីរយន្តបង្កបំភ្លឺថាអ្នកបើកបរជាស្ត្រីមិនមែនជាកូនប្រុសលោកអភិបាលស្រុកនោះទេគណៈដៃមហាជនកំពុងតែរងចាំមើលរបាយការណ៍របស់ប៉ូលីសចរាចរណ៍ជុំវិញករណីបុកក្មេងប្រុសម្នាក់របួសធ្ងន់ធ្ងរដោយបរិសម្នាក់នៅក្នុងរថយន្តបង្កបោះសម្ដីថាបើងាប់សង$20,000ឥឡូវនេះរបាយការណ៍បឋមបានចេញហើយបើតាមការបំភ្លឺរបស់ភាគីរថយន្តបង្កគឺបានបញ្ជាក់ថាស្ត្រីជាអ្នកបើកបរមិនមែនបរិសដែលជាកូនប្រុសរបស់លោកអភិបាលស្រុកកងមាសដែលស្រវឹងស្រាជោគជាំជាអ្នកបើកបររថយន្តនោះឡើយបើតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃនេះថាចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌឫស្សីកែវកាលពីយប់ថ្ងៃទី18ខែមីនាឆ្នាំ2026បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់អ្នកបើកបររថយន្តនិងអ្នករួមដំណើរប្រុសស្រីទាំងពីរនាក់កំពុងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនាំខ្លួនមកសាកសួរតាមផ្លូវច្បាប់ជាមួយគ្នានេះបើយោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្កបានឆ្លើយចំពោះមុខសមត្ថកិច្ចឲ្យដឹងថាអ្នកបើកបររថយន្តបង្កជាស្ត្រីដោយមុនពេលកើតហេតុស្ត្រីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបរិសដែលរួមដំណើរពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខសមត្ថកិច្ចបានបន្តទៀតថាបើទោះបីជាយ៉ាងណាករណីនេះសមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេសក្នុងគោលដៅសុក្រិតភាពនៃការទទួលខុសត្រូវក្នុងនាមជាអ្នកបង្កហេតុដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះដើម្បីពិនិត្យសម្រេចជាសមត្ថកិច្ចយ៉ាងណាជុំវិញការបញ្ជាក់បែបនេះបានធ្វើឲ្យមហាជនជាច្រើនដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានសម្ដែងការហួសចិត្តយ៉ាងខ្លាំងដោយសារតែពួកគាត់មើលឃើញផ្ទាល់ភ្នែកថាអ្នកបើកបររថយន្តបង្កគឺជាកូនប្រុសរបស់លោកអភិបាលស្រុកកងមាសមិនមែនស្ត្រីជាគូស្នេហ៍ជាអ្នកបើកបរនោះឡើយពលរដ្ឋយល់ឃើញថាការបំភ្លឺពីភាគីបង្កបែបនេះគឺអាចនឹងធ្វើឲ្យជនបង្កពិតប្រាកដចេះបំបាំងកាយបានជាមួយគ្នានេះផងដែរពលរដ្ឋក៏បានស្នើឲ្យបញ្ចេញភស្តុតាងដែលបញ្ជាក់ថាស្ត្រីជាអ្នកបើកបរជាសាធារណៈមកព្រោះគ្រាន់តែសម្ដីនិយាយចេញពីមាត់អ្នកណាក៏អាចនិយាយបានដែរហើយបើទោះបីស្ត្រីម្នាក់នឹងបើកក៏ដោយក៏នៅតែមានសំណងនឹងជាប់ទោសដូចតែគ្នាទេសូមអនុវត្តច្បាប់ក្នុងរឿងនេះឲ្យសុក្រិតយុត្តិធម៌ផងកុំឲ្យប្រសាសន៍របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាទៅជាគ្មានបានការឬគ្មានប្រសិទ្ធភាពពលរដ្ឋក៏បានបញ្ចេញមតិទៀតដែរថាឲ្យតែកូនអ្នកធំបង្ករឿងតែកងឡានចេះបំបែកភាគរហូតភ្នែកពលរដ្ឋជាង20ទៅ30គ្រាប់បែបភ្នែកស្អុយហើយមើលអ្នកបើកឡានស្រីបែរទៅជាមនុស្សប្រុសទៅវិញជុំវិញរឿងនេះផងដែរគ្រួសាររបស់ក្មេងរងគ្រោះបាននឹងកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរអំពីការកែប្រែពីសទៅខ្មៅនិងការបំបាំងកាយជនបង្កពិតប្រាកដដោយបានស្នើសុំដល់អាយដាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសសុខានិងអាយដាមរដ្ឋមន្ត្រីក្រសួងយុតិធធការរិទ្ធមេត្តាជួយរកយុតិធធដល់ប្អូនប្រុសរបស់ខ្លួនដែលមានឈ្មោះថាឧត្តមដែលត្រូវជនបង្កឈ្មោះសាមីនវុធារិនដែលជាកូនរបស់មន្ត្រីធំមានអំណាចដែលបានបើកឡានបុកប្អូនប្រុសរបស់ខ្លួនកាលពីម៉ោង8យប់ថ្ងៃទី18ខែមីនាឆ្នាំ2026សាច់ញាតិបានបន្តថាខ្ញុំបានស្នើសុំក្តីមេត្តាពីអាយដាមសូមឲ្យអាយដាមជួយរកយុត្តិធម៌ដល់ប្អូនប្រុសខ្ញុំដែលជាជនរងគ្រោះនិងក្រីក្រកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ពុំទាន់ដឹងថាស្លាប់ឬរស់នៅឡើយនោះទេដោយស្ថានភាពពេលនេះមានរបួសបែកក្បាលធ្ងន់ធ្ងរធ្លាយក្រពះនិងបែកប្លុកនោមនិងរបួសគ្រឿងក្នុងផ្សេងទៀតដោយសារខ្ញុំបានទទួលដំណឹងថាជនបង្កជាអ្នកមានអំណាចនិងមានខ្សែធំណាស់កំពុងអន្តរាគមន៍ដូច្នេះហើយដោយមានការព្រួយបារម្ភទើបខ្ញុំបាទស្នើសុំឲ្យអាយដាមមេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ខ្ញុំផង